តងនឹងសង្គ្រាមអាមេរិកអ៊ីរ៉ង់7 អំពែកជាគ្នា2 យប់ហើយបងប្អូនបាញ់គ្នាសន្ធាប់អាមេរិកប្លង់ដាក់អ៊ីរ៉ង់ប្លង់មកអាមេរិកអត់បានទេព្រោះអាមេរិកអត់នៅដល់កន្លែងកំជ្រួចអ៊ីរ៉ង់ទេតែអ៊ីរ៉ង់ប្លង់កំជ្រួចនេះទៅទម្លាក់នៅគុយវ៉ែតនិងប្រទេសសម្ព័ន្ធមិត្តអាមេរិកនៅជិតៗហ្នឹងឥឡូវហ្នឹងដូចលេខផ្ទុះចឹងបាញ់គ្នាដ្រូនផងប្លង់ផងអីផងរួចទៅចុះហត្ថលេខាបាត់ឈប់បាញ់មានអនុសារណៈនៃការយោគយល់គ្នាដូចផ្អែមល្ហែមប្រេងអីនៅលើពិភពលោកធ្លាក់ចុះមកព្រឹបអីដូចនៅខ្មែរអីហ្នឹងពីថ្ងៃ26 2 ថ្ងៃកន្លងទៅហ្នឹងសាំងប្រេងសាំងអីដូចធ្លាក់មកនៅត្រឹម5350អីណាវិញដូចរឿងទៀបគួរឲ្យសបាយឥឡូវហ្នឹងស្រាប់បាញ់គ្នាក្តាំង2យប់ជាប់គ្នាហើយប្លង់ដាក់គ្នាហើយបងប្អូនដឹងបាញ់មកភាសាអីហ៎រ៉ង់ហ្នឹងក៏ខូចដែរប្រហែលថ្ងៃនេះយប់ម្សិលមួយថ្ងៃនេះបាញ់កប៉ាល់ដឹកទំនិញឆ្លងកាត់តាមអាច្រកហោះមូសនេះដែលព្រមព្រៀងគ្នាឲ្យថាមិនយកពុនសួយសារកឲ្យចេញចូលដោយសេរីគ្មានការរឹតបន្តឹងគ្មានអីទេឲ្យទុក60ថ្ងៃដើម្បីចរចាបញ្ចប់សង្គ្រាមនឹងទាំងស្រុងអីនោះព្រមព្រៀងគ្នានឹង14 15ចំណុចលោកត្រាំនោះក៏សបាយទៅសញ្ញេផងណែទៅឲ្យអនុប្រធានាធិបតីលោក JD Vance នឹងទៅប្រទេសស្វីសទៅស្អីនឹងគេជួបគ្នាគេសញ្ញេគេអីហើយមកយើងខំប្រឹងតអឥឡូវបាញ់គ្នាផ្អើលអ៊ីរ៉ង់បាញ់កប៉ាល់ដែលដឹកប្រេងដឹកណែទំនិញឆ្លងកាត់ច្រកហូមូសចូលតាមច្រកមួយដែលគ្រប់គ្រងដោយប្រទេសអូម៉ង់ហើយទៅអ៊ីរ៉ង់គេថាអត់ស្ថិតក្រោមការគ្រប់គ្រងគេអត់ព្រមស្ដាប់គេអញ្ចឹងគេបាញ់ហើយគេប្រាប់ថាឈប់បាញ់ឈប់អីហ្នឹងឥឡូវបាញ់អាមេរិកដាក់ទៅស្រោចឥឡូវទៅមកទៀតអ៊ីស្រាអែលលីបង់បាញ់ស្រោចទៀតហើយអង្កាលបានចប់បងប្អូនចេះសួរខ្ញុំថាចុះអាហ្នឹងមិនចឹង7 អំពែកបងប្អូនបោះឆ្នោតទម្លាក់ប្រធានាធិបតីអាមេរិកតខែវិច្ឆិកាឯណោះដូច្នេះពេលវេលាគឺទិញមើលឥឡូវខែនេះខែប៉ុន្មានហើយខែនេះខែមិថុនាចូលកក្កដានៅសល់តែ3 4ថ្ងៃទៀតកក្កដាមួយខែកក្កដាមួយខែកញ្ញាវិច្ឆិកានៅកញ្ញាតុលានោះអានឡើងត្រូវខែកក្កដាខែសីហាកញ្ញាតុលា4ខែដល់ខែបោះឆ្នោតព្រោះថ្ងៃ3ឬក៏ថ្ងៃ4ខែវិច្ឆិកាត្រូវបោះឆ្នោតទម្លាក់ប្រធានាធិបតីអញ្ចឹងរឿងនេះគឺអូសអញ្ចឹងអញ្ញាយពេញទឹកពេញដីនឹងមិនដឹងអ្នកណាអ្នកណីយើងទៅបន្ទោសអ៊ីរ៉ង់ក៏មិនដឹងថាអ៊ីរ៉ង់ខូចយ៉ាងម៉េចយើងទៅបន្ទោសអាមេរិកក៏មិនប្រកាសថាអាមេរិកអត់ខូចដែរព្រោះអីពេលចរចាបដាគម្រាមកំតិចបដាទម្លាក់គ្រាប់បដាមានបាត់ឈប់បាញ់គ្នាទៀតលោកត្រាំក៏ថាបាត់ឈប់បាញ់សម័យឥឡូវគេបាញ់គ្នាខ្លះដែរតាដូចលោកវេឡបងប្អូនហើយឥឡូវរឿងអ៊ីរ៉ាក់អ៊ីរ៉ង់ហ្នឹងយើងទុកម្ដុំអ៊ីរ៉ាក់ហ្នឹងអាមេរិកហ្នឹងទុកម្ដុំប៉ុណ្ណឹងសិនចុះខ្ញុំសុំស្លេះប៉ុណ្ណឹងយើងគិតពីរឿងខ្មែរយើងរឿងដី67កន្លែងនេះវិញខំប្រឹងបងប្អូនណាសម្រួចគ្នាណាកុំចាញ់បោកការឃោសនាពង្រៀងព្រឹត្តិការណ៍អីឲ្យសោះឥឡូវហ្នឹងគេយកប្រព័ន្ធ Facebook ហ្នឹងការជេរបចោលគ្នាគេហែកគ្នាគេប្តឹងផ្ដាល់គ្នាគេអីសម្បើមណាស់កុំឲ្យសោះកុំរវល់ឬដុំថ្មចោលឆ្កែសម្រាំងចិត្តគំនិតគិតពីរឿងព្រំដែនខ្មែរថៃនឹងធ្វើយ៉ាងម៉េចលើកទឹកចិត្តឲ្យរដ្ឋាភិបាលប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិឬប្រើយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឲ្យឆាប់កាន់តែអាចធ្វើទៅបានតាមដែលអាចធ្វើទៅបានដើម្បីបានដីខ្មែរពីថៃមកវិញព្រោះថៃបិទច្រកចរចាអស់ហើយបកកុម្មុយនីសដែលបង្កើតឡើងពីដំបូងរបស់កម្ពុជាឬក៏ឥណ្ឌូចិនហ្នឹងក៏គេបែកបាក់ចេញជាក្រុមច្រើនណាស់ហើយនៅក្នុងហ្នឹងគឺសូម្បីតែគណៈបកប្រជាជនកម្ពុជាហ្នឹងគឺមានក្រុមច្រើនទៀតដែលចេញជាសាខារបស់បកហ្នឹងគឺ3ក្រុមហ្នឹងគឺកាលហ្នឹងបែកចេញជាទី1គឺក្រុមលោកសឿនងក់មិញហ្នឹងក៏បង្កើតឲ្យវាមានជាក្រុមយុវជនហើយបងប្អូននៅចាំហើយកាលពីសម័យហ្នឹងមានក្រុមយុវជនខ្មែរអាយុ14 15ឆ្នាំប្រមាណជា2500នាក់ដែលទាំងខ្មែរកើតនៅតាកែវខ្មែរកើតនៅកម្ពុជាក្រមខ្មែរកើតនៅអីនៅក្បែរទល់ដែនវៀតណាមហ្នឹងគឺត្រូវបានវៀតណាមយកបញ្ជូនទៅរៀនបំពាក់បំពន់លៀងខួរក្បាលនៅទីក្រុងហាណូយបាទអញ្ចឹងយុវជនខ្មែរច្រើនណាស់កាលពីសម័យហ្នឹងជាង2000នាក់ហ្នឹងជិត3000នាក់ឯណោះហើយនៅក្នុងចំណោមយុវជនដែលគេយកទៅបំពាក់បំពន់នៅឯទីក្រុងហាណូយហ្នឹងហើយក្រោយមកក៏ត្រូវបានពេលដែលលោកសឿនងក់មិញចាប់ផ្ដើមបំបែកឲ្យចេញទៅជាគណៈបកបែកដើម្បីតតាំងតស៊ូនយោបាយជាមួយនឹងក្រុម
ដំណាក់ណែបកូនណាប្របាទនរោត្តមសីហនុហ្នឹងកាលហ្នឹងក៏ក្រុមលោកស៊ុនងុកមិញហ្នឹងមានទាំងលោកប៉ែនសុវណ្ណដែលទៅរៀនហាណូយហ្នឹងគឺអឺក៏បង្កើតមកមានក្រុមលោកគណៈបកដែលចែកមានទូសមុទ្រមាននួនជាមានសៅភឹមតាមពិតនិយាយចេះគឺអ្នកដែលទៅវៀតណាមគឺលោកប៉ែនសុវណ្ណលោកអីទេប៉ុន្តែអ្នកដែលនៅស្រុកខ្មែរគឺមានលោកទូសមុទ្រមាននួនជាមានសៅភឹមមានអីដែលនៅបន្តកាន់គណៈបកបដិវត្តកម្ពុជាហ្នឹងគឺបកបដិវត្តកម្ពុជាហើយក្រោយមកគឺនៅឆ្នាំ1955ហ្នឹងក៏បង្កើតគណៈបកប្រជាជនហ្នឹងចូលរួមបោះឆ្នោតដែលខ្ញុំនិយាយថយក្រោយបន្តិចហ្នឹងគឺបោះឆ្នោតមិនបានជោគជ័យទេប៉ុន្តែចលនាដែលចាញ់ឆ្នោតឬក៏ត្រូវការធ្វើទុកបុកម្នេញពីបកគោណាកាលពីសម័យនោះនោះហ្នឹងក៏ស្រាប់តែក្រោយមកក៏ក្រុមនេះក៏បង្កើតចេញជាមហាសន្និបាតមួយគឺដើម្បីតទល់តស៊ូជាមួយនឹងដណ្ដើមស្លឹកឆ្នោតនៅក្នុងប្រទេសកម្ពុជាយើងសម័យឆ្នាំ1950ជាងហ្នឹងណាបើយើងចាំច្បាស់គឺនៅឆ្នាំ1960គឺគេមានមហាសន្និបាតមួយមហាសន្និបាតហ្នឹងគឺធ្វើដោយលាក់លៀមទេព្រោះអីធ្វើនៅក្នុងទូរថភ្លើងនៅឯក្រុងភ្នំពេញយើងនេះដែលកាលហ្នឹងគឺដឹកនាំដែលក៏គេដូរគណៈបកគេហៅបកប្រជាជនបដិវត្តកម្ពុជាហ្នឹងគេដូរមកជាគណៈបកពលករដោយដឹកនាំដោយលោកទូសមុទ្របាទលោកទូសមុទ្រហ្នឹងឈ្មោះខ្មែរយើងដែលអ្នកបងប្អូនតាមដានប្រវត្តិសាស្ត្រនៅចាំហ្នឹងគឺជាអាចារ្យសុកតាមពិតគាត់ក៏ជាខ្មែរក្រោមដែរគាត់ក្លាយទៅជាលេខាបករបស់បកពលករនេះនៅក្នុងឆ្នាំ1960ប្រហែលជាអំឡុងខែកញ្ញាហ្នឹងក៏ប៉ុន្តែស្រាប់តែ2ឆ្នាំក្រោយមកក្រោយធ្វើមហាសន្និបាតដើម្បីបដូរបកប្រជាជនបដិវត្តកម្ពុជាមកជាបកពលករហ្នឹងក៏ស្រាប់តែគេធ្វើឃាតលោកទូសមុទ្របាត់ទៅបាទនេះគឺកាលហ្នឹងបើតាមឯកសារប្រវត្តិសាស្ត្រស្រាវជ្រាវសូម្បីតែឯកសារដែលសរសេរដោយបរទេសដែលបញ្ជាក់ហ្នឹងគឺគាត់គេធ្វើឃាតគាត់នៅឯវត្តស្ទឹងមានជ័យបាទនៅក្នុងក្រុងភ្នំពេញហ្នឹងឯងអញ្ចឹងនៅពេលដែលគាត់ស្លាប់ទៅឆ្នាំ1962ហ្នឹងស្រាប់តែលេចឈ្មោះទូសមុទ្រមកតែម្ដងបាទទូសមុទ្រហ្នឹងគឺមានការជ្រួមជ្រែងពីវៀតណាមក៏ច្រើនដែរហើយក៏ចាប់ផ្ដើមចលនាតស៊ូលែងតស៊ូនយោបាយព្រោះតស៊ូនយោបាយជាមួយបកគោណាដោយសារប្រជាប្រិយរបស់ប្របាទនរោត្តមសីហនុកាលពេលហ្នឹងខ្លាំងក្លាពេកតស៊ូនយោបាយមិនឈ្នះទេអាស្លឹកឆ្នោតហ្នឹងក៏ចាប់ផ្ដើមតស៊ូក្នុងព្រៃតែម្ដងបាទចូលទៅក្នុងព្រៃជាចលនាតស៊ូដោយដឹកនាំដោយអឺទូសមុទ្រហើយក្រោយមកទៀតក៏ចេញជាសឡុតសហ្នឹងគឺប៉ុល ពតណាបងប្អូនគឺឈ្មោះគាត់ពីដើមឡើយគេហៅគាត់សឡុតសហើយក៏ចេញជាឈ្មោះប៉ុល ពតហ្នឹងគឺដឹកនាំចលនាតស៊ូនៅក្នុងព្រៃហ្នឹងតែម្ដងទាល់តែឆ្នាំ1975បានជាគេដូរអឺបកពលករដំបូងបកប្រជាជនបដិវត្តកម្ពុជាក្រោយមកបកពលករហើយក្រោយមកទៀតឆ្នាំ1975នោះដូរមកជាបកកុម្មុយនីសកម្ពុជាដោយដូរឈ្មោះដោយប៉ុល ពតជាអ្នកគ្រប់គ្រងហ្នឹងដែលថាទៅសំទុះទូសមុទ្រហ្នឹងហើយយើងដឹងហើយនៅក្នុងម្ដុំឆ្នាំ1976ចឹងនៅពេលដែលខាងប៉ុល ពតគេចាប់ផ្ដើមគ្រប់គ្រងប្រទេសកម្ពុជាវាយបានវាយអីចឹងទៅក៏គាត់ចាប់ផ្ដើមមានមេដឹកនាំវៀតណាមមកស្រុកខ្មែរហ្នឹងមកសម័យខ្មែរក្រហមហ្នឹងគឺលោកលេយុនមកជួបប៉ុល ពតដើម្បីឲ្យគណៈបកគេហៅថាបកកុម្មុយនីសកម្ពុជាហ្នឹងចូលរួមនៅក្នុងសម្ព័ន្ធឥណ្ឌូចិនរបស់ហូជីមិញដែលគេចង់បានធ្វើយ៉ាងម៉េចឲ្យរួបរួមដូចថាចង់និយាយជាជាតិសាសន៍តែមួយក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលតែមួយទាំងឡាវទាំងវៀតណាមទាំងខ្មែរហ្នឹងគឺវាហាក់បីដូចជាចង់និយាយថារួមសាច់រួមឈាមក្នុងប្រព័ន្ធដឹកនាំដូចថាដាក់ចូលគ្នាអញ្ចឹងទៅក៏ប៉ុន្តែវាគួរឲ្យចាប់អារម្មណ៍ដែរនៅក្នុងប្រវត្តិសាស្ត្រប៉ុល ពតមិនគ្រប់គ្រងគំនិតនេះទេនៅពេលដែលប៉ុល ពតមិនគ្រប់គ្រងគំនិតនេះគឺចាប់ផ្ដើមឆ្លោះគ្នាព្រោះដោយសារអីបកកុម្មុយនីសកម្ពុជាឬក៏បកពលករបកប្រជាជនកម្ពុជាហ្នឹងពីដើមឡើយមកហ្នឹងគឺមានការផ្ដួចផ្ដើមឬក៏បែកចេញមកពីបកកុម្មុយនីសឥណ្ឌូចិនឬក៏វៀតណាមហ្នឹងគឺដូចថាហេដ្ឋារចនាសម្ព័ន្ធគំនិតគិតគូរអ្វីដែលចារទុកមកហ្នឹងគឺជាការរៀបចំគូសវាសរបស់វៀតណាមរបស់ហូជីមិញទាំងអស់ទេព្រោះតាការដែលយកខ្មែរយើងរហូតដល់ទៅជិត3000នាក់យកទៅពង្វក់ឬក៏លៀងខួរក្បាលនៅហាណូយហ្នឹងគឺដោយសារតែចង់យកឲ្យខ្មែរទាំងអស់នោះដែលជាបញ្ញវន្តជាក្មេងដែលទៅរៀនសូត្រនៅវៀតណាមនយោបាយវៀតណាមមនោគមវិជ្ជាវៀតណាមហ្នឹងយកមកគ្រប់គ្រងប្រទេសកម្ពុជាដើម្បីតាមការមួលបង្វិលពីក្រុមហាណូយអីចឹងទៅដែលខ្ញុំនិយាយថាមានលោកប៉ែនសុវណ្ណមានអីជាច្រើនចូលក្នុងនឹងដែរដល់តែពេលចូលនៅក្នុងសម័យដែលមានបញ្ហាដែលវៀតណាមចង់ឲ្យកម្ពុជាក្រោមការដឹកនាំរបស់ប៉ុល ពតដាក់ចូលគ្នាជា
ការគ្រប់គ្រងរបៀបឥណ្ឌូចិនដោយតាមមហិច្ឆតារបស់វៀតណាមប៉ុល ពតគាត់ជំទាស់ច្រើនការជំទាស់នេះហើយដែលធ្វើឲ្យមានសត្រូវបងប្អូនឯងឆ្លោះគ្នាសត្រូវតាមពិតប៉ុល ពតចលនាបកកុម្មុយនីសពីដើមឡើយមកត្រូវគ្នាទៅជាមួយវៀតណាមអញ្ចឹងតើគេជួយគេអីសពបែបយ៉ាងដល់ពេលឥឡូវចាប់ផ្ដើមមានបញ្ញវន្តខ្មែរដូចប៉ុល ពតដូចខៀវសំផនឬក៏ក្រុមអ្នកដែលបានទៅរៀននៅប្រទេសបារាំងដែលមកគ្រប់គ្រងខ្មែរកាលសម័យនោះបិទតែដឹកនាំគណៈបកកុម្មុយនីសកម្ពុជានឹងក៏ដោយប៉ុន្តែពួកគាត់ដូចជាមានអារម្មណ៍ខ្ទាស់ជាមួយនឹងវៀតណាមហាក់បីដូចជាដឹងអបាយកលរបស់វៀតណាមនៅក្នុងការលេបត្របាក់ទឹកដីកម្ពុជាហើយចង់មានការផ្លាស់ប្ដូរនៅពេលនោះគឺលោកហ៊ុនសែនលោកជាស៊ីមលោកហេងសំរិនសុទ្ធតែជាកម្មាភិបាលខ្មែរក្រហមក្នុងជួរបកកុម្មុយនីសកម្ពុជានឹងដែរប៉ុន្តែជាមនុស្សដែលដូចថាការងារជាកម្មាភិបាលល្មមទេមិនមានកម្រិតដល់ថ្នាក់ខ្ពស់អីដូចលោកសៅភឹមដូចលោកកុយធួនអីនៅក្នុងមុខពីហ្នឹងទេគ្រាន់តែចង់និយាយថាជាអ្នកកាន់កងពលតូចកងពលអីអញ្ចឹងនៅក្នុងក្រមយោធាក្រមទ័ពអីនេះអញ្ចឹងមានតែសឡុតសគឺប៉ុល ពតនឹងឯងដែលកាន់ការងារធំបំផុតហើយអញ្ចឹងទៅជាយុវជនតស៊ូចលនាតស៊ូនៅក្នុងក្រមចលនាតស៊ូរបស់ខ្មែរក្រហមដែរមានលោកហ៊ុនសែនមានលោកជាស៊ីមានលោកហេងសំរិនអីអញ្ចឹងហើយនៅពេលដែលខ្មែរក្រហមចាប់ផ្ដើមខ្ទាស់នឹងវៀតណាមនៅក្នុងគម្រោងឥណ្ឌូចិនរឿងនេះឯងដែលធ្វើឲ្យខ្មែរចាប់ផ្ដើមបែកបាក់គ្នាដោយសារវៀតណាមចាប់ផ្ដើមបង្កើតឲ្យមានចលនាខ្មែរឆ្លោះគ្នាព្រោះអីលែងតាមបំណងរបស់គេបំណងដើមហ្នឹងគឺអត់ធ្វើតាមវៀតណាមអញ្ចឹងប៉ុល ពតអត់ធ្វើតាមវៀតណាមចាប់ផ្ដើមរៀបចំឲ្យមានក្រុមបកមួយក្រុមទៀតដើម្បីតតាំងជាមួយនឹងប៉ុល ពតដែលមិនស្ដាប់វៀតណាមនេះឯងហើយដែលធ្វើឲ្យមានចាប់ផ្ដើមមានការបង្កើតក្រុមមានចលនារណសេរីចលនាអីហ្នឹងហើយពេលហ្នឹងឯងដែលខាងប៉ុល ពតចាប់ផ្ដើមសម្លាប់ព្រោះអីដឹងថាក្រុមមួយក្រុមទៀតនោះគឺមានជំនួយពីវៀតណាមដោយទាំងក្រុមលោកប៉ែនសវណ្ណនឹងដែរដែលគេបង្កើតឲ្យមានក្រុមមួយដើម្បីតតាំងជាមួយនឹងពួកខ្មែរក្រហមដែលប៉ុល ពតនេះដែលអត់ព្រមធ្វើតាមគំនិតហូជីមិញរឿងឥណ្ឌូចិនហ្នឹងការគ្រប់គ្រងបែបនេះហើយដល់តែពេលអញ្ចឹងនៅក្នុងឆ្នាំហ្នឹងគឺចាប់ផ្ដើមឆ្លោះគ្នាបែបហ្នឹងខ្មែរក៏ឆ្លោះគ្នាដែរដោយសារវៀតណាមឲ្យខ្មែរឆ្លោះគ្នាតែម្ដងបង្កើតឲ្យមានក្រុមមួយហើយនៅក្នុងតាមពិតក្រុមហ្នឹងគឺបង្កើតនៅក្នុងទឹកដីវៀតណាមនៅក្នុងនិយាយទៅភាគខាងកើតបំផុតនៃខេត្តកំពង់ចាមឬទល់និយាយទៅកន្លែងដែលវៀតណាមអាចជួយបានជ្រោមជ្រែងបានមានសិទ្ធិជ្រកកោនឬក៏រត់ចូលវៀតណាមបានដោយអត់មានបញ្ហាឲ្យវៀតណាមការពារបានហើយនៅពេលនោះឯងដែលចាប់ផ្ដើមប៉ុល ពតសម្លាប់ក្រុមដែលលើកបន្ទប់ដោយវៀតណាមបានន័យថាក្រុមដែលបំបែកទៅឲ្យវៀតណាមគ្រប់គ្រងដើម្បីទាញយកកម្ពុជាទាំងមូលឲ្យចូលទៅក្នុងមហិច្ឆតារបស់ឥណ្ឌូចិនរបស់វៀតណាមប៉ុល ពតអត់ព្រមអញ្ចឹងឆ្លោះគ្នារហូតហើយនេះហើយដែលធ្វើឲ្យអាយន្តការចាប់ផ្ដើមបំផ្លាញសម្លាប់សម្អាតបោសសម្អាតផ្ទៃក្នុងគឺចាប់ផ្ដើមកើតឡើងខ្លាំងមែនតើតាមពិតគឺចាប់ផ្ដើមពីបកកុម្មុយនីសកម្ពុជានឹងដែលពីដើមឡើយមកវៀតណាមជួយមកដល់ពេលឥឡូវស្រាប់តែប៉ុល ពតរៀងងាកចេញពីវៀតណាមធ្វើឲ្យរឿងនេះចាប់ផ្ដើមវៀតណាមមិនសប្បាយចិត្តហើយដល់ពេលចឹងទៅគឺសម្រាប់កម្មាភិបាលក្នុងជួរបកហ្នឹងអ្នកណាដែលគ្រប់គ្រងចលនារបស់លោកហែមសវណ្ណលោកប៉ែនសវណ្ណសំទោសមិនមែនហែមសវណ្ណមិនមែនច្រឡំឈ្មោះលោកស្រីហែមសវណ្ណដែលជាអ្នកចម្រៀងដ៏ល្បីរបស់ខ្មែរគឺលោកប៉ែនសវណ្ណហ្នឹងគឺចាប់ផ្ដើមប៉ុល ពតចាប់ផ្ដើមគេហៅថាបោសសម្អាតផ្ទៃក្នុងហ្មងអញ្ចឹងអ្នកណាក៏ដោយឲ្យតែចូលទៅម្ដុំបូព៌ាគឺចាត់ទុកជាខ្មាំងសត្រូវចូលដៃជាមួយនឹងយួនគឺត្រូវសម្លាប់ចោលអត់មានពិចារណាអត់មានអីទាំងអស់នេះហើយដែលធ្វើឲ្យកម្មាភិបាលខ្មែរក្រហមចាប់ផ្ដើមរត់ទៅកើតចាប់ផ្ដើមរត់ទៅនាំគ្នារត់យករួចខ្លួនប្រះអាយុហើយនៅពេលនោះគឺដល់ពេលលោកក្រុមលោកហ៊ុនសែនហេងសំរិននិងលោកជាស៊ីមដែលជាកម្មាភិបាលខ្មែរក្រហមដែលដឹងថាគេកំពុងតែតាមសម្លាប់ដែរព្រោះពួកគាត់អឺជាកម្មាភិបាលដែលមិនមាននិន្នាការខ្ទាស់នឹងខ្មែរក្រហមនៅពេលដែលដឹងថាគេតាមសម្លាប់ហើយគេសង្ស័យពីការចូលដៃជាមួយនឹងក្រុមសៅភឹមឬក្រុមអីនៅម្ដុំខាងកើតហ្នឹងចូលគ្នាទៅក៏ចាប់ផ្ដើមគេតាមសម្លាប់ពួកគាត់ក៏រត់ទៅខាងកើតហ្នឹងដើម្បីទៅរត់យករួចខ្លួនហើយបើតាមឯកសារហ្នឹងគឺមានក្រុមជាច្រើនដែលរត់ទៅពីខ្មែរក្រហមនេះត្រូវបានពួកវៀតណាមចាប់ខ្លួនអីចឹងដោយសារក្រុមលោកប៉ែនសវណ្ណហ្នឹងក៏បានជួយរំដោះជួយឲ្យរួចគ្រោះកុំឲ្យគេចាប់ធ្វើទុកបុកម្នេញអីដែរដោយសារតែរត់ចូលទៅខាងដីគេនោះតែលោកប៉ែនសវណ្ណកាលហ្នឹងគាត់បង្កើតជាចលនាដែលវៀតណាមបង្កើតឲ្យហើយដូច្នេះនៅចាំការពារដល់តែចុងក្រោយក្រុមរបស់លោកហេងសំរិនលោកជាស៊ីមលោកហ៊ុនសែនហ្នឹងក៏បានពួតដៃគ្នាបង្កើតជាក្រុមរណសេរីហ្នឹងបានទ័ពវៀតណាមមានឱកាសកំពុងតែចង់ត្រួតត្រាទឹកដីកម្ពុជានឹងយូរហើយផងចូលវាយចូលក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ1979ចុងឆ្នាំ1979វាយខ្ទេចបណ្ដេញពួកទ័ពវៀតណាមហើយសំទោសខ្មែរក្រហមបែកបាក់ព្រាត់ប្រាសនារីទៅព្រៃអស់ទៅហើយនេះឯងដែលធ្វើឲ្យ
ការដែលកកើតថ្មីសម្រាប់រដ្ឋកម្ពុជាពេលដែលខ្មែរក្រហមបាក់ស្បាតបាក់ទ័ពរត់ចេញទៅព្រៃដើម្បីបង្កើតតំបន់តស៊ូនៅជីដែនរដ្ឋកម្ពុជាក្រោមការគ្រប់គ្រងរបស់វៀតណាមដែលមានទាហានវៀតណាមជិត100,000នាក់ក៏លើកបន្ទប់ឬក៏រៀបចំឲ្យលោកប៉ែនសវណ្ណនេះក្រុមលោកប៉ែនសវណ្ណពីដើមនេះដែលចូលទៅក្នុងព្រៃដែលវៀតណាមយកទៅលាងខួរក្បាលនៅហាណូយតាំងពីសម័យដំបូងដែលខ្ញុំនិយាយអំពីសម័យដែលបង្កើតចលនាតស៊ូនេះដែលគេសម្រិតសម្រាំងសម្រាប់ជួយមកគ្រប់គ្រងកម្ពុជានេះក៏លើកលោកប៉ែនសវណ្ណឲ្យធ្វើជាមេដឹកនាំលោកជាស៊ីមហេងសំរិននិងលោកហ៊ុនសែនគឺជាមន្ត្រីថ្នាក់ក្រោមទេកាលពីដើមឡើយហ្នឹងណាព្រោះអីដូចខ្ញុំនិយាយចឹងថាគាត់រត់ទៅក្រោយលោកប៉ែនសវណ្ណដែលវៀតណាមគេរៀបចំពីដើមឡើយមកដល់តែក្រោយមកស្រាប់តែលោកប៉ែនសវណ្ណហ្នឹងបើតាមអ្វីដែលជាការអះអាងនៅក្នុងប្រវត្តិសាវតានៃសាច់រឿងហ្នឹងមានគំនិតខ្ទាស់ជាមួយវៀតណាមអញ្ចឹងនឹងមានបញ្ញជនខ្មែរច្រើនណាស់ដែលខ្ទាស់នឹងវៀតណាមណាដូចប៉ុលពតជាដើមហើយខ្ញុំអត់សរសើរប៉ុលពតថាជាអ្នកស្រឡាញ់ជាតិអីទេព្រោះប៉ុលពតដឹកនាំធ្វើឲ្យស្លាប់ប្រជាពលរដ្ឋច្រើនណាក៏ប៉ុន្តែគំនិតជាតិនិយមរបស់ប៉ុលពតនេះនៅក្នុងប្រវត្តិសាស្ត្រក៏ចារដែរថាបញ្ញវន្តដូចប៉ុលពតដូចអីហ្នឹងក៏គាត់មាននិស័យរឿងអាការពារជាតិក៏ប៉ុន្តែការពារជាតិរបៀបផ្ដេសផ្ដាស់មួយចំនួនហ្នឹងដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ដោយសារគំនិតការពារជាតិរបស់គាត់ប៉ុន្តែគាត់ទៅយកមនុស្សល្ងងខ្លៅយកមកឲ្យកាន់ប្រទេសហើយដល់អញ្ចឹងទៅប្រទេសហ្នឹងអញញ៉ែអញញ៉ៃច្បុកច្បល់ទិសតំបន់អត់មានគាត់អាចគ្រប់គ្រងបានដល់អញ្ចឹងទៅធ្វើឲ្យសត្រូវឈ្លានពានជាពិសេសបរទេសដូចវៀតណាមអីគេជ្រៀតចូលក្នុងចលនាគេដែលចង់ឈ្លានពានទន្ទ្រានលេបយកដីខ្មែរនឹងពីយូរហើយផងអញ្ចឹងគឺគេងាយនឹងធ្វើវិធានសនាធ្វើគិញសម្ងាត់ឬក៏ធ្វើបញ្ហាអីសពបែបយ៉ាងធ្វើឲ្យខ្មែរហ្នឹងក៏អាចមានចំណែកនៅក្នុងការឆ្លោះគ្នាដែរយើងអាចបន្ទោសបរទេសនៅក្នុងការធ្វើឲ្យខ្មែរឆ្លោះគ្នាបានក៏ប៉ុន្តែខ្មែរគ្នាឯងនឹងខ្លួនឯងនឹងដែលធ្វើបើកដៃឲ្យបរទេសឆ្លោះគ្នាបានដែរដោយសារអីប្រព័ន្ធដឹកនាំរដ្ឋរបស់យើងធ្វើឲ្យធូររលុងមនុស្សបញ្ញវន្តយកទៅសម្លាប់ចោលអស់ហើយទាំងទុកឲ្យមនុស្សល្ងងខ្លៅយកមកអ្នកខ្លះអត់ចេះសរសេរអក្សរអីមកតួផងឲ្យយកមកកាន់ការធ្វើជាមេឃុំមេកងមេអីរៀបចំអីចឹងទៅដល់ពេលយកមនុស្សអវិជ្ជាអីចឹងយកមកកាន់ការយកទៅដឹកនាំប្រទេសអីបានវាអត់មានទស្សនៈចក្ខុវិស័យអីយើងស្រួលបង្វិលក្បាលគាត់ប៉ុន្តែគាត់ដោយថាកាន់អាការងារដោយមោបាំងដោយអកតេដោយអវិជ្ជាគឺអាត្រុកទេសហ្នឹងគឺងាយនឹងរងការដែលអនុវត្តលើសផែនការបើគេឲ្យធ្វើ5គឺគាត់ធ្វើ10មហាលោតផ្លោះមហាអត់ចាគេឲ្យសម្លាប់1គាត់សម្លាប់10ដល់អញ្ចឹងទៅអ្នកណាក៏ខ្មាំងដែរគឺស៊ីរូងផ្ទៃក្នុងខ្មាំងស្រូវអង្គអីថាលួយខូចយកទៅដាក់ចោលហាលភ្លៀងហាលអីដោយសារតែយកចូលក្នុងសហករណ៍ក្នុងរោងមិនទាន់ក៏ចោទថាវៀតណាមជាអ្នកដែលមកបំផ្លាញបំផ្លិចអីចឹងតាមពិតវាមិនមែនអត់សោះទេព្រោះវៀតណាមក៏មានគំនិតមហិច្ឆតាបំផ្លាញព្រោះខឹងខ្មែរក្រហមនៅក្នុងការមិនចូលរួមតាមគំនិតរបស់ខ្លួនក្នុងការដាក់ប្រទេសកម្ពុជាស្ថិតក្រោមអាណានិគមឬក៏អាចថាចំណោះនៅក្នុងបកកុម្មុយនីសឥណ្ឌូចិនរបស់ហូជីមិញដែលជាគំនិតគេចង់ដាក់ប្រទេសខ្មែរឡាវនឹងឲ្យចូលគ្នាទៅជាប្រទេសគេតែមួយណាអញ្ចឹងប៉ុលពតហ្នឹងក៏ទប់អញ្ចឹងដល់ពេលទប់មិនបានគឺធ្វើឲ្យវៀតណាមអាចនឹងមានយុទ្ធនាការដើម្បីបំផ្លាញចាប់ខ្មែរគ្នាឯងឲ្យឆ្លោះគ្នាបំរើមហិច្ឆតារបស់ខ្លួនដែរហើយខ្មែរនឹងបំរើមហិច្ឆតាវៀតណាមហ្នឹងតាំងពីដើមមកអញ្ចឹងទៅដល់ពេលយើងបំរើទៅយើងយូរទៅវាមានអាការបំរើជ្រុលនិងការបំរើដើម្បីជាតិដែរបំរើជ្រុលហ្នឹងគឺបានន័យថាងប់ងល់ដែលមិនដឹងថាវៀតណាមនៅគ្រប់គ្រងយើងតែអ្នកដែលមិនងប់ងល់គឺនៅតវ៉ាអីបន្តិចទៅត្រូវបានសម្លាប់គ្នាចោទគ្នាជាសត្រូវជាខ្មាំងជាគិញវៀតណាមជាអីចឹងក្នុងការសម្លាប់គ្នាខ្មែរជំនាន់ប៉ុលពតហ្នឹងគឺមនុស្សដែលជាគិញវៀតណាមដែលគេចោទហ្នឹងគឺស្លាប់ច្រើនណាស់ដោយទាំងខ្មែរកម្ពុជាក្រោមរង្គាលខ្មែរកម្ពុជាក្រោមច្រើនណាស់ដែលត្រូវគេសម្លាប់ចោលដោយគេចោទថាក្រុមនេះគឺជាក្រុមចូលរួមជាមួយនឹងក្រុមដែលចង់បំបែកចូលដើម្បីយកប្រទេសកម្ពុជាដាក់ចូលទៅក្នុងក្រុមឥណ្ឌូចិនអីចឹងតែអញ្ចឹងខ្មែរក្រហមសម្លាប់ខ្មែរកម្ពុជាក្រោមព្រោះអីអ្នកដែលទៅចូលរួមនៅក្នុងចលនាបដិវត្តដែលវៀតណាមគេរៀបចំទាំងអ្នកលៀងខួរទាំងអ្នកអីសិតតែបងប្អូនខ្មែរនៅតំបន់ខ្មែរកម្ពុជាក្រោមនិងអ្នកនៅជាដែនដូចខេត្តតាកែវអីលោកប៉ែនសវណ្ណគាត់កើតនៅខេត្តតាកែវទៅអ្នកស្រុកតាកែវដល់អញ្ចឹងទៅវាធ្វើឲ្យបញ្ហាហ្នឹងគឺយើងឆ្លោះគ្នាខ្មែរក្រហមប៉ុលពតគឺអត់ចូលចិត្តក្រុមលោកប៉ែនសវណ្ណលោកក្រុមនេះគឺតាមររឿងតាមរសម្លាប់អីអញ្ចឹងទៅសម្លាប់តែខ្មែរគ្នាឯងទេបងប្អូនដោយសារតែចិត្តគិតថាខ្មែរមួយក្រុមនេះលក់ក្បាលលក់អីទៅឲ្យវៀតណាមបាត់ទៅហើយឲ្យវៀតណាមបង្វិលបានអាហ្នឹងឯងជាការស្អប់គ្នាសម្លាប់គ្នាដល់ណាដល់ណីខ្សោយគ្រប់យ៉ាងក៏ប៉ុន្តែកំហុសឆ្គងរបស់ខ្មែរក្រហមមួយគឺដឹកនាំប្រទេសដោយយកមនុស្សល្ងងខ្លៅយកមកដឹកនាំចង់និយាយថាលោកសឡុតសប៉ុលពតខៀវសំផនអៀងសេរីអៀងធរិតនួនជាឬក៏
អ្នកដែលត្រើសធំហ្នឹងមែនតើទៅបានរៀននៅបារាំងរៀននៅអីច្រើនដែរចង់និយាយថាជាបញ្ញវន្តទេក៏ប៉ុន្តែនៅពេលដែលបញ្ញវន្តមាន4 5នាក់យកអាគំនិតជំងឺខ្លាចស្រមោលខ្លួនឯងហើយដោយសារតែមានបញ្ហាដំបៅចាស់នៃការជ្រៀតជ្រែករបស់វៀតណាមក្នុងការចង់លេបត្របាក់ទឹកដីកម្ពុជាផងធ្វើឲ្យមេដឹកនាំមានជំងឺ paranoid គឺជំងឺខ្លាចគ្នាគ្រប់ពេលវេលាហើយអាប្រវត្តិសាស្ត្ររបស់យើងហ្នឹងគឺតាក់ទងនឹងចំនួនព្រំដែនយើងជាមួយនឹងវៀតណាមមកហូរហែតាំងពីសម័យសង្គមរាស្ត្រនិយមដឹងហើយនៅពេលដែលឲ្យវៀតកុងអីចូលមកដីយើងហើយគេលើកបន្ទប់អាមេរិកលើកបន្ទប់សេនាប្រមុខលន់នល់ឲ្យដឹកនាំប្រទេសដើម្បីវាយវៀតកុងដើម្បីរំដោះវៀតកុងប្រទេសវៀតណាមខាងជើងនឹងមកឲ្យដីខ្មែរខ្លាយជាចំណែកនៃការទម្លាក់គ្រាប់ឬក៏ទាហានបរទេសហ្នឹងក៏ទៅឆ្លោះគ្នាបាច់ទឹកបាច់ដីអូយច្រើនមែនតើខ្ញុំមិនអាចចូលទៅអស់ទេប្រវត្តិហ្នឹងគឺយើងអកុសលមែនតើកម្ពុជាយើងអាភ័ព្វខ្លាំងមែនតើនៅពេលដែលមានទីតាំងភូមិសាស្ត្ររស់នៅក្បែរប្រទេសដែលចង់តែលេបតបាក់ដីយើងណាដែលមែនតើដីហ្នឹងជាដីខ្មែរពីដើមឡើយមកហ្នឹងគេដណ្ដើមយកអត់អស់គេឃើញស្រួលយកខ្មែរយើងចេះតែឆ្លោះគ្នាអញ្ចឹងគេនៅតែបន្តមហិច្ឆតាលេបយើងហើយយើងអកុសលមែនតើអារឿងអកុសលភូមិសាស្ត្រនយោភូមិសាស្ត្រទីតាំងភូមិសាស្ត្រហ្នឹងវាអកុសលមួយហើយទៅនៅជាប់អ្នកភូមិផងលបងជាមួយចង់តែលួចចង់តែឈិតចង់តែលេបដីយើងអាហ្នឹងវាអកុសលហើយអកុសលមួយទៀតមេដឹកនាំខ្មែរយើងគ្រប់ជំនាន់ហ្នឹងគឺបបាក់រឿងឆ្លោះគ្នាហ្នឹងដោយសារអីវាអាចឆ្លោះគ្នាដោយសារតែគំនិតក្រាញអំណាចនឹងមួយផងវាអាចឆ្លោះគ្នាដោយសារការបំរើមហិច្ឆតាបរទេសដែលគេចាំជួយក្តិចយើងឲ្យឆ្លោះគ្នានឹងដែរអញ្ចឹងវាផ្សំគ្នាប៉ុន្តែពេលខ្លះយើងបន្ទោសបរទេសយើងបន្ទោសបានមួយបែបតែបន្ទោសមេដឹកនាំខ្លួនឯងហ្នឹងដែលបណ្ដោយខ្លួនអត់អាចផ្សះផ្សាគ្នាបានហ្មងគឺថាបើមានអ្នកណាជួយបំផ្លាញគឺយើងរុញទូកបដោយទឹកឲ្យបំផ្លាញចឹងហ្មងចូលតាមមហិច្ឆតាបរទេសដែរបើតាមមើលណាគឺដោយតែត្រូវការឲ្យគេឆ្លោះគ្នាគឺឆ្លោះយកមែនតើឆ្លោះលេងអត់បានគឺឆ្លោះយកហែកគ្នាចោលហ្មងអញ្ចឹងហើយបានថាវាពិបាកដែរយើងបន្ទោសបរទេសនៅក្នុងការឈ្លានពានខ្មែរមួយយ៉ាងតែបន្ទោសខ្មែរគ្នាឯងដែលជាអ្នកដឹកនាំគឺអត់អាចផ្សះផ្សាជាតិបានហ្នឹងអាហ្នឹងគឺជាកំហុសឆ្គងប្រវត្តិសាស្ត្រមួយធំដែរព្រោះអីយើងអត់អាចផ្សះផ្សាគ្នាបានដែលធ្វើឲ្យបរទេសឈ្លានពានឬក៏មហិច្ឆតាបរទេសចង់ដណ្ដើមទន្ទ្រានឈ្លានពានដែនអធិបតេយ្យកម្ពុជាឬក៏អីហ្នឹងចិញ្ចឹមចិត្តរបស់គេបានជោគជ័យដោយសារគេដឹងគំនិតយើងក្រាញអំណាចតែឲ្យសាច់មួយដុំគឺយើងចែកគ្នាយើងហាំខំចែកគ្នាយើងខំគ្នាឈាមហូរកក្លាក់ចឹងហ្មងអានេះដែលគេដឹងអំពីចរិតរបស់យើងណាហើយយើងត្រូវផ្លាស់ប្ដូរអាហ្នឹងដល់អញ្ចឹងនៅក្នុងសម័យខ្មែរក្រហមហ្នឹងយើងដឹងហើយឃើញទេមេដឹកនាំមានបញ្ញវន្តមានអីស្នេហាជាតិមួយចំនួនដែរប៉ុន្តែស្នេហាជាតិរបៀបដូចស្វាស្រឡាញ់កូនសំអប់អោបនៅទ្រូងហែលទឹកងាប់បាត់សំទោសស្រឡាញ់កូនអោបទ្រូងងាប់បាត់អាកូនសំអប់ដាក់លើក្បាលរួចដកដង្ហើមរួចឥឡូវយើងស្រឡាញ់យ៉ាងម៉េចយើងស្រឡាញ់ប្រទេសជាតិយើងប៉ុន្តែយើងចាប់ផ្ដើមឲ្យបញ្ញវន្តយកទៅសម្លាប់អ្នកមាននានាការនយោបាយអីយើងសម្លាប់ចោលឲ្យអស់ហើយទៅទុកតែក្រុមដែលអាចេញធ្លាក់ទឹកហើយឲ្យតែស្គរឲ្យអនុវត្តផែនការសម្លាប់គ្នាយ៉ាងរង្គាលរឿងនេះហើយដែលធ្វើឲ្យយើងរងទុក្ខដល់តែពេលចូលដូចខ្ញុំលោកប៉ែនសវណ្ណពេលដែលគាត់ឡើងមកកាន់គាត់បិទតាគេលៀងខួរក្បាលគាត់នៅហាណូយមែនក៏ប៉ុន្តែគាត់នៅមានគំនិតស្នេហាជាតិនិយមមួយបែបដោយគាត់ខ្ទាស់នឹងវៀតណាមដែរនៅពេលដែលខ្ទាស់នឹងវៀតណាមនេះគេយកគាត់ទៅលៀងខួរនៅហាណូយដើម្បីឲ្យបំរើមហិច្ឆតាវៀតណាមហេតុអីបានជាលោកប៉ែនសវណ្ណទៅខ្ទាស់នឹងវៀតណាមការដែលខ្ទាស់នឹងវៀតណាមនេះហើយដែលបំពុលទុកលោកប៉ែនសវណ្ណដែលធ្វើឲ្យគេចាប់គាត់ដាក់គុកនៅវៀតណាមហើយក៏លើកលោកហ៊ុនសែនបន្ទប់ធ្វើជាមេដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាដែលតាមពិតគឺជានិន្នាការរបស់គណៈបកកុម្មុយនីសវៀតណាមតាំងពីអើយមកទេនេះគឺជាប្រវត្តិសាស្ត្រអត់មាននរណាទៅកែអត់មាននរណាទៅប្រែអត់មាននរណាទៅកលៃអីបានទេបាទគឺរឿងហ្នឹងវាអញ្ចឹងព្រោះគណៈបកកុម្មុយនីសកម្ពុជាពីដើមឡើយគឺគណៈបកប្រជាជនបដិវត្តកម្ពុជាហើយចេញមកពលករចេញមកគណៈបកកុម្មុយនីសនៅក្នុងសម័យខ្មែរក្រហមឥឡូវដូរមកជាកាលសម័យរដ្ឋកម្ពុជាហ្នឹងក៏មានជាគណៈបកប្រជាជនកម្ពុជាអីអញ្ចឹងតមករហូតដល់សម័យបច្ចុប្បន្នហ្នឹងហើយក៏ដឹកនាំប្រទេសអញ្ចឹងសួរថាតើខុសអីដែរទេនៅក្នុងប្រវត្តិសាស្ត្រដែលគណៈបកប្រជាជនកម្ពុជាមានដើមកំណើតពីគំនិតនយោបាយរបស់បកកុម្មុយនីសវៀតណាមហើយមានអ្នកដែលចូលរួមមានគំនិតការផ្លាស់ប្ដូរផ្នែកគំនិតការយកខ្មែរយើងពី3,000នាក់យកទៅលៀងខួរដើម្បីយកមកឲ្យបង្វិលក្បាលអ្នកនយោបាយខ្មែរឬក៏លុកនយោបាយខ្មែរតើវាខុសអីដែរទេនៅក្នុងប្រវត្តិសាស្ត្រហ្នឹងវាអត់មានខុសឆ្គងអីទេព្រោះយើងមិនអាចទៅបង្វិលកង់ប្រវត្តិសាស្ត្របានទេបើយើងវិលទៅ75ឆ្នាំទៅមុខទៀតទៅក្រោយវិញគឺរឿងហ្នឹងវាកើតឡើងមកអញ្ចឹងប្រទេសជាតិយើងស្ថិតក្រោមអាណានិគមនិយមបារាំងចំនួនព្រំដែនរវាងខ្មែរវៀតណាមខាងជើងវៀតណាមខាងត្បូងឆ្លោះគ្នាក្រោយមកមានឯករាជ្យកម្ពុជាមានឯករាជ្យស្មានតបានសុខវៀតណាមខាងត្បូងខាងជើងមួយកុម្មុយនីសមួយសេរីឆ្លោះគ្នា
អាមេរិកលូកដៃចូលចង់កែប្រែវៀតណាមខាងជើងឲ្យទៅជាប្រទេសសេរីឲ្យដូចវៀតណាមខាងត្បូងដល់តែពេលវាយមិនកើតចាប់ផ្ដើមជួយវៀតណាមខាងត្បូងដល់តែពេលវៀតណាមខាងជើងចង់វាយវៀតណាមខាងត្បូងបានស្រួលគឺចូលតាមចុងជនីយកចូលតាមដីខ្មែរជ្រៀតជ្រែកចូលដីខ្មែរកម្ពុជាឯករាជ្យអត់បានបកូនណាកាលសម័យនោះអោបកសោបយួនកុម្មុយនីសដោយជឿជាក់ថាថ្ងៃណាមួយយួនកុម្មុយនីសច្បាស់ជាឈ្នះយួនសេរីនេះចាក់ជាមិនខានព្រោះសេរីអត់ចេះវាយទេចេះតែរកស៊ីចេះតែសបាយក្អាកក្អាយទេពួកកុម្មុយនីសគឺលុតដំរាល់ថ្ងៃគឺច្បាស់លាស់ហើយតែហ៊ានគឺថាឆ្អិនឆ្អៅអញ្ចឹងបកូនណាលោកច្បាស់ក្នុងបរិច្ឆារតីរបស់ព្រះអង្គកាលពីសម័យនោះដែរថាបើគាំទ្រវៀតណាមកុម្មុយនីសវៀតកុងគឺកម្ពុជាថ្ងៃក្រោយទៅអាចបានសុកនៅប្រទេសចិត្តខាងផងភូមិផងរបងជាមួយបើគាំទ្រពួកសេរីវាអាចអត់ត្រូវគ្នាជាមួយពួកកុម្មុយនីសអញ្ចឹងវាអញ្ញាអញ្ចឹងគាត់ជ្រើសរើសយកកុម្មុយនីសចោះអាការជ្រើសរើសយកកុម្មុយនីសអនុញ្ញាតឲ្យវៀតកុងជ្រៀតជ្រែកចូលក្នុងដែនអធិបតេយ្យកម្ពុជាបកូនណាផ្ដាល់ទាំងត្រីឆ្អើត្រីងៀតអង្គហើយចូលក្នុងដែនអធិបតេយ្យវាធ្វើឲ្យក្រុមចលនាបះបោតស៊ូដើម្បីផ្ដួលរំលំទម្លាក់បកូនណាបានយ៉ាងផុយព្រោះអីរឿងអធិបតេយ្យយើងឲ្យដីយើងទៅគេនៅហើយតាក់ទងនឹងរដ្ឋបរទេសចូលត្រៀនឈ្លានពានតាហ៊ានគេនៅក្នុងដីយើងហើយមិនត្រឹមតែយើងបណ្ដេញចេញមិនបណ្ដេញចេញហើយឲ្យអង្គឲ្យលេងៀតបង្ហាញអំពីការគ្រប់គ្រងដែលធ្វើជាការបើកដងដាវហុចដងដាវឲ្យអាមេរិកដែលកំពុងតែចង់រំដោះប្រទេសវៀតណាមខាងត្បូងសំទោសខាងជើងចេញពីកុម្មុយនីសហើយជួយពួកធាវគីវៀតណាមខាងត្បូងផងគឺចាប់ផ្ដើមដឹងថាដើម្បីទប់កុំឲ្យពួកវៀតកុងចូលមកដីខ្មែរវាយពួកខាងវៀតណាមខាងត្បូងបានស្រួលពេកគឺវិធីកម្ចាត់វៀតកុងបានអត់អាចទម្លាក់គ្រាប់បានដោយអត់មានការអនុញ្ញាតពីរដ្ឋាភិបាលខ្មែរទេដូច្នេះដើម្បីឲ្យមានសិទ្ធិអនុញ្ញាតទម្លាក់គ្រាប់លើទាហានវៀតកុងដែលពួនសំងំនៅក្នុងដែនដីខ្មែរបានគឺត្រូវការបង្កើតឲ្យមានក្រុមចលនាមួយដែលមានការខ្ទាស់អំណាចរបស់ប្រកូណាប្របាទនរោត្តមសីហនុកាលពេលនោះអញ្ចឹងសហរដ្ឋអាមេរិកសម្លឹងមើលឃើញសេនាប្រមុខលន់នល់ដែលជាមនុស្សស្និទ្ធនឹងប្រកូណាដែលប្រកូណាទុកចិត្តមែនតើក៏ប៉ុន្តែក៏ចាប់ផ្ដើមរៀបចំឲ្យមានជាចលនាមួយគឺដើម្បីតតាំងជាមួយប្រកូណាហើយពេលហ្នឹងប្រជាពលរដ្ឋចាប់ផ្ដើមមិនពេញចិត្តនឹងប្រកូណាបដាហើយរឿងឲ្យដីខ្មែរទៅវៀតកុងស្នាក់នៅនឹងមិនអញ្ចឹងហើយដល់ពេលអញ្ចឹងទៅនៅពេលដែលមានអាមេរិកនៅពីក្រោយផងពេលដែលប្រកូណាយាងទៅប្រទេសក្រៅស្រាប់តែសភាកាលពីសម័យនោះចាប់ផ្ដើមបោះឆ្នោតទម្លាក់ដកសេចក្តីទុកចិត្តពីប្រកូណាប្របាទនរោត្តមសីហនុពីប្រមុខរដ្ឋដោយបានន័យថាដូចជារដ្ឋប្រហារអញ្ចឹងតែតាមទម្រង់រដ្ឋសភាដែលគេមិនធ្វើឲ្យជារបៀបរដ្ឋប្រហារយោធាអីទេប៉ុន្តែរដ្ឋប្រហារតាមរបៀប slot របៀបស្របច្បាប់អាហ្នឹងគឺធ្វើដោយរដ្ឋាភិបាលកម្ពុជាតាមគណៈបកប្រជាជនកម្ពុជាសពថ្ងៃធ្វើអញ្ចឹងណាវាជារដ្ឋប្រហារទេក៏ប៉ុន្តែវាហាក់បីដូចជាគេធ្វើទៅថាជាការបោះឆ្នោតដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌ប៉ុន្តែអត់មានគណៈបកប្រឆាំងចូលរួមអត់មានអីចឹងរំលាយគេងើបមួយវាយមួយអីចឹងកាលពីសម័យនោះគឺគេធ្វើតាមយន្តការសភាដែរអញ្ចឹងបើសិនជាបងប្អូនសួរខាងបងប្អូនប្រជាពលរដ្ឋខ្មែរអំពូចាស់ចិត្តចាស់ព្រឹទ្ធសជាដែលសល់ពីសម័យសាធារណរដ្ឋខ្មែរសម័យលន់នល់បើនិយាយអំពីថ្ងៃទី17ខែមីនា18មីនាឆ្នាំ1970ដែលគេទម្លាក់ប្របាទនរោត្តមសីហនុថាជារដ្ឋប្រហារពួកក៏អត់សប្បាយចិត្តទេព្រោះអ្នកដែលគ្រប់គ្រងរបបលន់នល់គឺគេចាត់ទុកថានោះគឺជាការដែលទម្លាក់ប្រកូណាដោយប្រព័ន្ធស្របច្បាប់នៃរដ្ឋសភាខ្មែរសម័យនោះមិនមែនជារដ្ឋប្រហារទេអាហ្នឹងគឺជាការអះអាងរបស់ពួកគាត់ព្រោះអីពួកគាត់ថាបើសភាគេបោះឆ្នោតមិនទុកចិត្តប្រកូណាបានន័យថាជារឿងស្របច្បាប់តាក៏ប៉ុន្តែអំពូមីងដែលគ្រប់គ្រងគណៈបកសាធារណរដ្ឋក៏នៅតែមើលរំលងមួយជ្រុងដែរថាមុននឹងលន់នល់អាចនឹងបោះឆ្នោតទម្លាក់ប្រកូណាបានក៏វាមានយន្តការជួយពីរដ្ឋបរទេសគឺសហរដ្ឋអាមេរិកនឹងនៅពីក្រោយដែរនៅក្នុងការចង់ឲ្យលោកលន់នល់នឹងសេនាប្រមុខនឹងក្លាយទៅជាប្រមុខរដ្ឋដើម្បីអាចនឹងវាយវៀតកុងឲ្យបានហើយកុំឲ្យទាហានវៀតកុងមកឈ្លានពាននៅក្នុងដែនអធិបតេយ្យដើម្បីឲ្យពួកធាវគីខាងត្បូងនេះវាយខាងជើងនឹងស្រួលអត់ពិបាកព្រោះតាយើងវាយតទល់គ្នាអញ្ចឹងវៀតណាមវាផែនទីវៀតណាមគឺវាលាតសន្ធឹងដូចស្បែកជើងផ្ទាត់អញ្ចឹងវាតទល់គ្នាអញ្ចឹងវែងទៅអញ្ចឹងប៉ុន្តែខ្មែរយើងវានៅពីចំហៀងចេះវានៅឆ្អឹងជំនីហើយដល់ពេលយើងឲ្យពួកវៀតកុងចូលពីចំហៀងអញ្ចឹងមកវាយពីឆ្អឹងជំនីចាក់មកខាងចកេះទៅខាងពួកធាវគីគឺអត់ស្រួលវាយទេវាយពីមុខផងមានអាចចកេះពីក្រោយផងដូច្នេះសង្គ្រាមហ្នឹងអាមេរិកមើលទៅជួយធាវគីនេះដាច់ខ្យល់ស្លាប់ទៀតក៏អត់ឈ្នះវៀតណាមខាងជើងដែរអញ្ចឹងហើយដើម្បីមាន
សិទ្ធិស្របច្បាប់នៅក្នុងការទម្លាក់គ្រាប់លើពួកធាវគីបានពួកវៀតកុងបានគឺមានតែទម្លាក់បកូណាចោលលើកនៅលោកសេនាប្រមុខលន់នល់ឲ្យបន្ទប់មកឲ្យអាមេរិកជួយសពបែបយ៉ាងដូច្នេះរដ្ឋាភិបាលសេនាប្រមុខលន់នល់ចង់មិនចង់នៅពេលដែលជារដ្ឋចំណោះឬក៏ថារដ្ឋាភិបាលលើកបន្ទប់ដោយលន់នល់បានជំនួយសភាវុធយោធាអីសពបែបយ៉ាងអញ្ចឹងអាមេរិកទម្លាក់គ្រាប់នៅលើដែនអធិបតេយ្យកម្ពុជាបានតាមក្បាលចិត្តបដ ாய் ទម្លាក់ពួកវៀតកុងនឹងស្លាប់ខ្មែរអស់រាប់សែននាក់ទម្លាក់គ្រាប់ដល់ស្ទើរតែ1លានគ្រាប់ហើយគ្រាប់បែក B52 ហ្នឹងឡើងខ្ទេចហើយសម័យលន់នល់ហ្នឹងទម្លាក់គ្រាប់ខ្ចីលុយពីសហរដ្ឋអាមេរិក2-300 លានដុល្លារនោះកាលសម័យរបបសាធារណរដ្ឋហ្នឹងឥឡូវហ្នឹងលុយហ្នឹងនៅជាពាក់មកដល់ឥឡូវទាំងការប្រាក់អីជិតដល់500 លានហើយហ្នឹងមានតាន់បានសងគេណាយកគ្រាប់មកទម្លាក់លើក្បាលខ្មែរហើយឥឡូវត្រូវសងការប្រាក់អាមេរិកទៀតអាហ្នឹងធ្វើម៉េចបើរដ្ឋាភិបាលសម័យហ្នឹងខ្ចីលុយអាមេរិកឲ្យទៅយើងអត់ទាន់បានសងហើយបើរដ្ឋាភិបាលខ្មែរសពថ្ងៃដែលដឹកនាំដោយក្រុមគ្រួសារតកូលហ៊ុនគាត់នាំគ្នាត្រូវជាមួយអាមេរិកកុំរំលោភសិទ្ធិមនុស្សកុំបំផ្លាញប្រជាធិបតេយ្យជួនកាលចរចាជាមួយគេប្រាប់ថាសងទៅជាជំនួយអភិវឌ្ឍអីជាជំនួយអត់លក្ខខណ្ឌអីទៅផាត់អាជំនួយអាចពាក់នឹងចោលប្រហែលជាបាត់តែឥឡូវដោយសារតែយើងរងទណ្ឌកម្មអាមេរិករហូតអាមេរិកអត់លុបបំណុលនឹងចោលតាមពិតបំណុលនេះគឺជាបំណុលឈាមទេបំណុលដែលធ្វើឲ្យខ្មែរស្លាប់វាគួរតែលើកលែងតែអត់បានលើកលែងដោយសារតែរដ្ឋាភិបាលយើងអត់មានអីត្រូវគ្នាជាមួយរដ្ឋាភិបាលអាមេរិកចឹងគេទុកចោលនឹងទៅ400-500 លានដុល្លារសម្រាប់អាមេរិកដោយកាហ្វេមួយកែវហ្នឹងគេចង់លុបចោលក៏បានដែរប៉ុន្តែចរិតយើងអញ្ចឹងគឺគេទុកចោលអញ្ចឹងយើងនឹងពាក់ការប្រាក់គេរហូតអាហ្នឹងក៏ជាតកតងរឿងនយោបាយនៅស្រុកយើងឥឡូវរឿងហ្នឹងឃើញអញ្ចឹងហ៎ឃើញវាបែកខ្ញាច់វាខ្ទេចខ្ទីវាអីខ្មែរយើងឆ្លោះគ្នាហ្នឹងគឺដោយសារតែវាមានបរទេសយើងចូលមកជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជានឹងក៏ច្រើនដងដែរយើងអកុសលមែនតើបងប្អូនយើងអកុសលរស់នៅក្នុងភូមិសាស្ត្រមួយដែលវាអកុសលថៃក៏ចង់យកវៀតណាមក៏ចង់យកអត់តាឡាវទេព្រោះឡាវខ្សោយជាងយើងឡាវភ័យខ្លាចយើងទៅនេះដែរប៉ុន្តែឡាវខ្សោយមិនក៏ប៉ុន្តែយើងអត់មានទៅប៉ះអីឡាវបានទេព្រោះគេមានវៀតណាមនៅកាងការពារគេដែរអត់តែយើងទេយើងអត់មានណាការពារយើងទេឥឡូវយើងវិលមកពេលដែលគណៈបកប្រជាជនកម្ពុជាកកើតក្នុងសម័យរដ្ឋកម្ពុជាលោកហ៊ុនសែនត្រូវបានវៀតណាមលើកបន្ទប់ឲ្យទៅជារដ្ឋមន្ត្រីក្រសួងការបរទេសជារដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតកាលសម័យពីមុនហ្នឹងលោកប៉ែនសវណ្ណជាប់គុកហើយក្រោយមកចាប់ផ្ដើមកវែកកឆ្នាំងទៅលោកហ៊ុនសែនចាប់ផ្ដើមមានឥទ្ធិពលខ្លាំងទៅព្រោះដោយសារតែមានវៀតណាមនៅពីក្រោយ10ឆ្នាំទោះបីជាក្នុង10ឆ្នាំហ្នឹងយើងដឹងហើយខាងហ្វុនស៊ីមពេចម៉ូលីណាកាលោកតាសឿនសាននៅក្នុងខាងទ័ពព្រីទៅជាមួយក្រុមប៉ុលពតអីហ្នឹងគឺដោយសារតែទ័ពវៀតណាមនៅក្នុងប្រទេសច្រើនពេកក៏ចាប់ផ្ដើមវាយគ្នាទៀតទៅហើយអញ្ចឹងក្នុងហ្នឹងគឺតតាំងគ្នាទៅខ្មែរនឹងខ្មែរហើយលោកហ៊ុនសែនក៏មានគេហៅថាប្រជាពលរដ្ឋកម្ពុជាមិនភ្លេចគុណនៃក្រមរណសេរតស៊ូរំដោះប្រជាពលរដ្ឋខ្មែរពីទល់ដែនវៀតណាមមកដែលនាំទាហានវៀតណាម100,000 នាក់ចូលមកវាយរំដោះទីក្រុងភ្នំពេញពីរបបខ្មែរក្រហមហ្នឹងហើយដែលធ្វើឲ្យកម្ពុជាមិនភ្លេចប្រជាពលរដ្ឋច្រើនណាស់ដែលរស់រានមានជីវិតដោយសារតែទាហានវៀតណាមដែលឆ្លងតាមអន្តរការដែលនាំមកពីរណសេរីពីធ្នូរបស់លោកហ៊ុនសែនជាស៊ីមហេងសំរិនហ្នឹងគឺនៅចាំ7មករាដែលជាថ្ងៃរស់រានមានជីវិតលើកទី2ក៏ប៉ុន្តែបងប្អូនកុំភ្លេចថាវៀតណាមវាយកម្ពុជាមិនមែនវាយរំដោះកម្ពុជាពីរបបខ្មែរក្រហមទេគឺវាយរំដោះប្រទេសកម្ពុជាដើម្បីចង់ចិញ្ចឹមមហិច្ឆតាដាក់ប្រទេសកម្ពុជាជាផ្នែកមួយនៃឥណ្ឌូចិនដែលគេតស៊ូយូរហើយបងប្អូនចាំទេនៅពេលដែលប៉ុលពតបកាយចឹងទៅដែលបង្កើតក្រុមឲ្យមានលោកផែនសវណ្ណហើយក្រោយមកលោកហ៊ុនសែនដែលជាការលើកបន្ទប់របស់វៀតណាមហ្នឹងក៏คล้ายទៅជាការចិញ្ចឹមមហិច្ឆតារបស់វៀតណាមដើម្បីគ្រប់គ្រងទន្ទ្រានឈ្លានពានដែនអធិបតេយ្យកម្ពុជាបើលេបបានគឺលេបក៏ប៉ុន្តែដោយសារចលនាខ្មែរតស៊ូនៅជាដែននោះខ្លាំងមហិមាដែរអរគុណគណៈបកហ្វុនស៊ីមពេចទៅអរគុណគណៈបកលោកតាសឿនសានទៅអរគុណចលនាតស៊ូដូចជាចលនាមូលីនាការអីហ្នឹងទាំងអស់ដែលនាំគ្នាបូជាជីវិតនៅឯតំបន់ជីដែរនេះដើម្បីតស៊ូបណ្ដេញយួនចេញពីទឹកដីខ្មែរហើយនាំគ្នាជាមួយនឹងបញ្ញវន្តក្រៅប្រទេសមានច្រើនណាស់មានបញ្ញវន្តច្រើនណាស់ដោយហោហែខ្ញុំរាប់មិនអស់ទេក៏ប៉ុន្តែនៅក្នុងនោះក៏មានបញ្ញវន្តខ្មែរមួយពីប្រទេសបារាំងគឺលោកកុងស៊ីលាស់ដែលចូលរួមនៅក្នុងចលនាតស៊ូរបស់ក្រុមមូលីនាការដែលរហូតដល់ចោលប្រពន្ធកូនគាត់នៅឯទន្លេសែនទីក្រុងប៉ារីហើយមកតស៊ូក្នុងព្រៃរហូតដល់តែស្លាប់ដោយសារជំងឺគ្រុនចាញ់ដែលរឿងនេះឯងដែលធ្វើឲ្យកវីនិពន្ធរបស់ខ្មែរយើងដែលជាអ្នកតស៊ូនៅក្នុងសម័យនោះដែរគឺលោកអ៊ំកវីចិត្តជាបាននិពន្ធបទចម្រៀងមួយបទរួមជាមួយនឹងលោកកុងស៊ីលាស់ហ្នឹងគឺបទជំរំស្ទឹងសែនដែលក្រោយមកគេដូរទៅជាស្ទឹងសែនប៉ារីអីណាទៅដូរប្រូលដូរអី
វល់ក្បងបាទតាមពិតបទចម្រៀងដើមជំរំស្ទឹងសែននេះគឺរួមគ្នានិពន្ធដោយកវីលោកអ៊ំកវីចិត្រជានិងលោកគង់ស៊ីលាស់ដែលតស៊ូនៅទល់ដែនថៃនេះហើយលោកអ៊ំកវីចិត្រជាគាត់ចង់រំលឹកអំពីវីរៈភាពអំពីភាពអស្ចារ្យគុណូបការៈរបស់លោកគង់ស៊ីលាស់ដែលសុកចិត្តចោលទន្លេសែនទីក្រុងប៉ារីដែលល្អប្រំប្រៃដែរសុកចិត្តមកតស៊ូនៅជំរំសែនជំរំជីដែនជំរំអីរហូតតតែការតស៊ូហ្នឹងដែលធ្វើឲ្យលោកអ៊ំមានអនុស្សាវរីយ៍ច្រើនឧទ្ទិសទៅក៏ចេញអឺរហូតតែងចម្រៀងបានដល់ទៅប្រមាណនេះ6វគ្គដែលវគ្គចុងក្រោយហ្នឹងគឺថាអឺដល់ពេលខ្ញុំស្លាប់សូមយកទៅកប់ឲ្យសាយជាតិសពនៅមាត់ស្ទឹងសែនអីណាអញ្ចឹងទៅធ្វើឲ្យបទចម្រៀងនេះល្បីមកដល់ឥឡូវនេះក៏ប៉ុន្តែល្បីតែបទចម្រៀងបាត់ឈ្មោះម្ចាស់ដើមឲ្យឈឹងដោយសារតែបទចម្រៀងនេះពីដើមឡើយគឺច្រៀងដោយលោកស្រីច័ន្ទថនដែលសប្តាហ៍ថ្ងៃរស់នៅរដ្ឋកាលីហ្វ័រញ៉ាខ្ញុំកំពុងតាមរកសម្ភាសគាត់ដែរដោយសារតែឪពុកមារបស់ខ្ញុំដែលតស៊ូនៅក្រមមូលនាការជាមួយលោកគង់ស៊ីឡោះគាត់បានរស់នៅសហរដ្ឋអាមេរិកនេះគាត់បានបញ្ជាក់ប្រាប់អំពីប្រវត្តិសាស្ត្រវតាសាច់រឿងនេះហើយគាត់ថាបទចម្រៀងនេះច្រៀងដំបូងប្រហែលជាក្នុងទសវត្សរ៍ឆ្នាំ70ហ្នឹងច្រៀងដោយលោកស្រីចន្ទថនដែលតាមពិតកាលមុនមានដេញតែហ្គីតាទេក្រោយមកបានជាឆ្នាំ1979ឬដើមឆ្នាំ80ហ្នឹងក៏មានលោកស្រីឆោមឆវិនបានច្រៀងចម្រៀងនេះមានវងអកេសវងអីប៉ុន្តែកាលពេលលោកស្រីចន្ទថនច្រៀងជាមួយនឹងអមដោយសំឡេងហ្គីតាមានខ្សែអាត់នឹងនៅប៉ុន្តែនៅពេលដែលច្រៀងដោយលោកស្រីឆោមឆវិនដែលមានអកេសមានវងតន្ត្រីអីបាត់ឈឹងអត់មានដែលឮសំឡេងនេះទាំងអស់គឺបាត់រលាយសូន្យបង់ក្រោយមកទៀតក្នុងឆ្នាំ1987នៅពេលដែលលោកស្រីសូសវឿនទៅច្រៀងនៅសាលមហោស្រពនៅប្រទេសកម្ពុជាគឺយកបទជំរំស្ទឹងសែននេះយកទៅច្រៀងក៏ប៉ុន្តែពេលដែលទៅច្រៀងនៅឯប្រទេសកម្ពុជាលោកស្រីសូសវឿនចាប់ផ្ដើមច្រៀងបទនេះរួចស្រាប់តែមនុស្សគ្រប់គ្នាហៅបទនេះថាជាស្ទឹងសែនប៉ារីតាំងពីនោះមកតែម្ដងហើយសូម្បីតែប៉ារ៉ូលទំនុកច្រៀងអីហ្នឹងក៏មានការកែច្រើនដែរកែមិនច្រើនពេកទេតែកែដោយអន្លើហើយដោយសារតែភាពល្បីល្បាញនៃបទចម្រៀងដំបូងដែលប្រជាពលរដ្ឋខ្មែរអត់ដែលឮសោះនៃបទជំរំស្ទឹងសែននេះដែលលោកស្រីសូសវឿនយកទៅច្រៀងនៅប្រទេសកម្ពុជាដែលគេផ្សាយតាមទូរទស្សន៍ដែលជាលើកដំបូងគឺគេចាប់ផ្ដើមឮបទចម្រៀងជំរំស្ទឹងសែនក៏ប៉ុន្តែគួរឲ្យអកុសលបទចម្រៀងរបស់ម្ចាស់ដើមរបស់លោកអ៊ំកវីចិត្រជាដែលនិពន្ធយូរហើយនេះក៏คล้ายទៅជាបទដែលគេចាំថាចម្រៀងដើមគឺលោកស្រីសូសវឿនហើយទំនុកច្រៀងអីហ្នឹងអាចជាអ្នកដែលចំនួនក្រោយនឹងអ្នកនិពន្ធឬឲ្យច្រៀងទៀតក៏ប៉ុន្តែខ្ញុំនៅចាំបានថាលោកស្រីសូសវឿនធ្លាប់មានពេលមួយមានប្រសាសន៍ថាលោកស្រីមិនចាំថាបទចម្រៀងហ្នឹងអ្នកណាអ្នកនិពន្ធឲ្យប្រកាសទេគ្រាន់តែលោកស្រីចាំថាមានគេឲ្យគាត់ច្រៀងតែខ្ញុំមិនទាន់រកឯកសារលម្អិតតែយ៉ាងណាបងប្អូនម្ចាស់ដើមនៅរស់ទេលោកអ៊ំកវីចិត្រជារស់នៅសហរដ្ឋអាមេរិកនៅរដ្ឋមីនីសូតាហើយគាត់គឺជាអ្នកនិពន្ធបទនេះដែលចំណងជើងដើមគឺជំរំស្ទឹងសែនមិនមែនជាស្ទឹងសែនប៉ារីទេព្រោះបទទាំងអស់ហ្នឹងអត់មាននិយាយអំពីស្ទឹងសែនប៉ារីជាអនុស្សាវរីយ៍អីទេគឺនិយាយអំពីស្ទឹងសែននៅស្រុកខ្មែរហើយនឹងជំរំសែនឬក៏ជំរំតស៊ូរបស់គាត់នៅស្រុកខ្មែរជាមួយនឹងលោកគង់ស៊ីលាស់ហើយនេះទៅវិញទេស្ដាយស្រណោះឬក៏កណូបការៈតកតងនឹងដែនដីសុវណ្ណភូមិឯរឿងស្ទឹងសែនហ្នឹងគឺបានន័យថាគាត់សុកចិត្តចោលស្ទឹងសែនដែលជាទីមនោរម្យរស់នៅគ្រួសារសុខដុមដែរមករស់នៅស្ទឹងសែននៅស្រុកខ្មែរអីចឹងទៅចឹងបទនេះគឺមែនតើជំរំស្ទឹងសែនតែបងប្អូនស្គាល់ថាជាស្ទឹងសែនប៉ារីហើយរហូតតតែគិតថាលោកស្រីសូសវឿនហ្នឹងគឺជាម្ចាស់សំនៀងដើមទៅទៀតដោយសារតែបងប្អូនអត់ដែលស្ដាប់ចម្រៀងដើមនឹងពីមុនមករបស់អ្នកស្រីច័ន្ទថនច្រៀងតាំងឆ្នាំ80គឺប្រមាណ7 8ឆ្នាំមុននឹងលោកស្រីសូសវឿនយកទៅច្រៀងហើយលោកស្រីសូសវឿនច្រៀងលើកទី3អ្នកចម្រៀងទី3ទៅហើយតាមពិតមានលោកស្រីឆោមឆវិនច្រៀងតាំងពីដើមឡើយតាំងពីនៅអាយុ10ឆ្នាំជាងឯណោះបាទតែខ្ញុំមិនចង់វែងឆ្ងាយទេគ្រាន់តែថាប្រវត្តិនៃការតស៊ូចលនាមូលនាការហ្វុនស៊ីមពេចលោកតាសឿនសានអីហ្នឹងនៅទល់ដែនហ្នឹងគឺបណ្ដេញយួនចេញពីទឹកដីកម្ពុជាពួកគាត់មានបញ្ញវន្តនៅក្រៅប្រទេសដូចលោកកុងស៊ីលាស់ឬអ្នកណាផ្សេងទៀតហ្នឹងគឺដើម្បីពំនាំសារហ្នឹងឲ្យដឹងសហគមន៍អន្តរជាតិថាយួនកំពុងតែឈ្លានពានចឹងរដ្ឋាភិបាលដែលលើកបន្ទប់ដោយវៀតណាមដែលដឹកនាំដោយលោកហ៊ុនសែននេះក៏រងសម្ពាធពីអន្តរជាតិយ៉ាងខ្លាំងដើម្បីបណ្ដេញឲ្យទ័ពបរទេសនេះចេញពីកម្ពុជាវិញដោយសារសម្ពាធនេះដោយសារការតស៊ូរបស់បងប្អូននៅក្នុងឆ្នាំ1989ទ័ពវៀតណាមបង្ខំចិត្តដកចេញពីកម្ពុជាបាទដកតែទ័ពទេប៉ុន្តែមិនដឹងថាកូនចៅវៀតណាមទៅហ៊ានដោះសម្លៀកបំពាក់ជាអង្លើងជាអីហ្នឹងនៅស៊ីវិលនៅអីបកកើតកូនបកកើតចៅអីហ្នឹងពេញទឹកពេញដីនៅស្រុកខ្មែរដែលមកដល់ពេលនេះមានជនជាតិវៀតណាមដែលរស់នៅក្នុងស្រុកខ្មែរមានមិនតិចជាង1លាននាក់ទេបាទ
ដូច្នេះរឿងហ្នឹងគឺវាអញ្ចឹងនេះគឺជាប្រវត្តិសាស្ត្រតែសួរថាតើលោកហ៊ុនសែនបើទោះបីមានការលើកបន្ទប់ពីវៀតណាមហើយគណៈបកប្រជាជនកម្ពុជានេះគឺមានសាវតាពីបកកុម្មុយនីសវៀតណាមមនោគមវិជ្ជាវៀតណាមតើគាត់មានបានកសាងសមិទ្ធិស្នាដៃអីខ្លះនៅកម្ពុជាដែរទេគាត់មានធ្វើច្រើនដែរមិនអត់ទេទីមួយគឺនាំវៀតណាមមកក៏រំដោះប្រទេសកម្ពុជាឲ្យរួចផុតពីនឹមត្រួតត្រារបស់ខ្មែរក្រហមបានមួយរយៈពេលដែរចង់និយាយថារហូតដល់ឆ្នាំ97ខ្មែរក្រហមតស៊ូនៅជាដែនលោកហ៊ុនសែនដោយសារតែប្រើអយុធនាការគេហៅថាវប្បធម៌ឬក៏យុទ្ធសាស្ត្រឈ្នះឈ្នះអាមេរិកគាត់នោះគឺដោយសារឆ្នាំ1997វៀតណាមតាហ៊ានខ្មែរក្រហមក៏នៅតែខ្លាំងនៅឡើយចង់និយាយថានៅតស៊ូក្នុងព្រៃប៉ុន្តែអស់ខ្យល់មិនមែនខ្លាំងទេគឺមេចាស់ចាស់អស់ហើយចាប់ផ្ដើមផ្ដាច់ជំនួយអីពីថៃពីអីពីសហគមន៍អន្តរជាតិអីអស់ទៅគាត់ចាប់ផ្ដើមបែកខ្ញាយបើខ្សោយទៅមេគាត់ធំដូចប៉ុលពតដូចសុនសេនអីចាប់ផ្ដើមស្លាប់បដានាំគ្នាសម្លាប់គ្នាឯងនឹងបដាទៀតទៅអញ្ចឹងអាហេដ្ឋារចនាសម្ព័ន្ធខ្មែរក្រហមទុនមែនតើវាទុនស្ទើរតែរលាយហើយប៉ុន្តែអត់រលាយខ្សលទេដល់អញ្ចឹងលោកហ៊ុនសែនឃើញឱកាសនេះនៃភាពទុនរបស់ខ្មែរក្រហមក៏សន្យាឲ្យទួនាទីមេខ្មែរក្រហមនៅនោះកាន់ផ្កាយ3មកយកផ្កាយ3ក្នុងរដ្ឋាភិបាលជាមេកងពលមកមេកងពលក្នុងជួររដ្ឋាភិបាលគឺផ្ទេឲ្យការងារអត់មានកាត់ទោសអត់មានផ្ដំទាទោសអត់មានចាប់ទោសអូសដំណើរអីទាំងអស់មកបានការងារក្នុងរដ្ឋាភិបាលអញ្ចឹងហើយបានបង្កើតក្រសួងមន្ត្រីឋានៈផ្កាយអូពេញស្មាពេញអីហ្នឹងតាំងពីពេលហ្នឹងមកហើយក៏មានការទិញដូរលក់ដូរអូយចឹងទៅអាហ្នឹងហើយឈ្នះហ្នឹងគឺត្រង់និយាយថាខ្មែរក្រហមទី1អត់រងការកាត់ទោសទី2មកបានការងារឋានៈអីធំអីក្នុងជួររដ្ឋាភិបាលចឹងមកធ្វើការអញ្ចឹងសប្ងៃនៅក្នុងជួររដ្ឋាភិបាលហ្នឹងគឺមានទាំងកុម្មុយនីសពីសម័យខ្មែរក្រហមកុម្មុយនីសពីសម័យយួនមកតាំងពីឈាមជ័រកម្មាភិបាលខ្មែរក្រហមគឺចូលគ្នាទាំងអស់អ្នកដែលធ្លាប់សម្លាប់មនុស្សស៊ីសាច់ហុតឈាមយ៉ាងម៉េចហ្នឹងគឺកំពុងតែនៅក្នុងជួររដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាតាដែលដឹកនាំពីដើមមកហ្នឹងក៏ប៉ុន្តែសួរថាគាត់បានធ្វើអីខ្លះបើសិនជាអញ្ចឹងអត់ធ្វើសោះហ្មងបានតាគាត់ធ្វើឲ្យប្រទេសកម្ពុជាហ្នឹងក៏មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ដែរមិនចឹងយើងបងប្អូនមើលអាហ្នឹងគឺឃើញមានស្ពានថ្នល់មន្ទីរពេទ្យសាលារៀនអគារស្កឹមស្កៃមានផ្លូវមានស្អីអីគម្រោងអភិវឌ្ឍអីហ្នឹងក៏ហូរហែមកអញ្ចឹងដែរមិនអត់សោះទី1គឺរំដោះប្រទេសកម្ពុជាឲ្យរួចផុតពីរបបខ្មែរក្រហមដែលប្រជាពលរដ្ឋកម្ពុជាច្រើនណាស់នៅតែមិនភ្លេចគុណហ្នឹងដោយសារតែបានរស់ទោះជាដឹងថារបបខ្មែរក្រហមមិនតិចទៀតតែបន្តិចទៀតគឺវាលលាយឯងហើយព្រោះអីសម្លាប់គ្នាឯងចង់អស់ហើយគ្រាន់តែថាបានលោកហ៊ុនសែននាំទាហានវៀតណាមមកជួយមកគឺវាបានលលាយលឿនជាងការគ្រោងទុកតែប៉ុណ្្នឹងឯងទី2គឺបានមានឱកាសស្ដារប្រទេសកម្ពុជានឹងឡើងវិញដោយសារតែយើងមិនជាប់ដៃទៅចុះកសិករធ្វើកសិកម្មបាយ3បបររាវ3ពេលគេយកទៅវាយចោលឲ្យដូចលោកមុនអញ្ចឹងទៅក៏នាំគ្នារៀបចំស្រុកទេសឡើងវិញហើយនៅឆ្នាំ1993នេះដោយសារតែមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដោយសារក្រុមខ្មែរយើងដែលនៅតស៊ូនៅជីដែននឹងដដែលហ្នឹងដោយសារតែខ្លួនមិនទាន់ចូលមកបដិញយួនចេញអស់ឆ្នាំ1989ចលនាតស៊ូមានមូលនាការលោកតាសឿនសានឬហ៊ុនស៊ិនប៉ិចអីហ្នឹងនៅតែតស៊ូនៅក្នុងព្រៃនឹងដដែលទេដើម្បីអីដើម្បីឲ្យថាដេញយួនទៅមែនក៏ប៉ុន្តែឲ្យប្រកាសថាអស់យួនប៉ុន្តែវាមានអស់ឯណាដោយសារតែគេគិតថាលោកហ៊ុនសែននឹងលើកបន្ទប់ដោយវៀតណាមដដែលហើយអញ្ចឹងក្រុមតស៊ូនេះនៅតែតស៊ូដដែលតស៊ូដើម្បីធ្វើយ៉ាងម៉េចឲ្យមានក្រុមចលនាតស៊ូហ្នឹងមកដឹកនាំរដ្ឋាភិបាលដែរដើម្បីកុំឲ្យវៀតណាមមានឥទ្ធិពលច្រើនពេកសូមឲ្យមានចំណែកនៃខ្មែរបញ្ញវន្តនៃអ្នកតស៊ូដែលអត់ចូលចិត្តទាហានវៀតណាមហ្នឹងមករួមគ្នាកសាងប្រទេសជុំគ្នាហើយដោយសារតែក្រុមតស៊ូហ្នឹងនៅវាយគ្នាយូរពេកទៅសង្គ្រាមរ៉ាំរ៉ៃហ្នឹងវាអត់ចប់ខ្មែរក្រហមក៏នៅហ្នឹងខ្មែរក្រហមនៅក្រោយទៀតប៉ុន្តែដល់ពេលហើយក៏មានការប្រឹងប្រែងខិតឲ្យចិត្តចូលគ្នារៀបចំឲ្យមានការជជែកឲ្យមានសន្និសីទទីក្រុងប៉ារីឆ្នាំ1991នេះហើយដែលក្រុមទាំង3ទាំង4ហ្នឹងមកចូលគ្នាទាំងរដ្ឋកម្ពុជាដឹកនាំដោយលោកហ៊ុនសែនទាំងលោកតាសឿនសានទាំងខ្មែរក្រហមមានខៀវសំផនទាំងហ៊ុនស៊ីមពេចទាំងលោកតាសឿនសានមូលនិកាយនិយាយទៅក្រុមទាំងអស់នេះគឺនាំគ្នាទៅជជែកនៅឯសន្និសីទទីក្រុងប៉ារីដើម្បីរៀបចំឲ្យមានកិច្ចព្រមព្រៀងបញ្ចប់ចំនួនស៊ីជម្រៅឲ្យមានយន្តការមានស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌អញ្ចឹងហើយបានជាអ្នកទាំងអស់នោះដោយសារតែមានគុណបុណ្យនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដើម្បីឲ្យខ្មែរដែលតស៊ូក្រៅប្រទេសប្រមាណក្រុមនេះអាចចូលមកដោះស្រាយស្រុកទេសយើងកុំឲ្យវៀតណាមនៅគ្រប់គ្រងបានព្រោះបើគណៈបកប្រជាជនកម្ពុជានៅកាន់ម្នាក់ឯងគឺខ្មែរនៅខាងក្រៅនៅតស៊ូនឹងមិនជឿថាកម្ពុជារួចផុតពីនឹមរបស់វៀតណាមទេព្រោះគណៈបកកុម្មុយនីសកម្ពុជាដែលជាដឹកនាំដោយគណៈបកប្រជាជនសប្ងៃហ្នឹងគឺជាហេដ្ឋារចនាសម្ព័ន្ធរបស់គណៈបកកុម្មុយនីសវៀតណាមគេឥណ្ឌូចិនតាំងពីយូរអើយមកហើយ
ដូច្នេះវាជាគណៈបកកុម្មុយនីសដែលមានមនោគមវិជ្ជារបស់លោកហូជីមិញតាអញ្ចឹងបានបងប្អូនយើងនៅទល់ដែនលោកភ័យខ្លាចថាបើសិនជាឲ្យលោកហ៊ុនសែននៅតែកាន់អំណាចអត់មានអំណាចជួយគ្នាដើម្បីជាចំោះជាផ្នែកទេគឺប្រទេសកម្ពុជានៅក្នុងរយៈពេលយូរអង្វែងណាមួយទោះបីទាហានវៀតណាមដកចេញក៏ដោយក៏នឹងคล้ายទៅជាចំណុះរដ្ឋរបស់វៀតណាមចាក់ជាមិនខាននេះជាការព្រួយបារម្ភរបស់ខ្មែរនៅឯតំបន់ជីដែរអញ្ចឹងជាលទ្ធផលគឺនៅពេលដែលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីគឺជាដំណោះស្រាយស៊ីជម្រៅមួយបានចំណេញខ្មែរគ្រប់និន្នាការនយោបាយនេះឯងហើយដែលការអភិវឌ្ឍកម្ពុជាចាប់ផ្ដើមរីកដូចគេហៅថាឡើងស្បឺតចឹងហ្មងអត់មានថយទេពីឆ្នាំ91មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីប្រទេសហត្ថលេខីចូលរួមចុះហត្ថលេខាទាំងអស់18ប្រទេសសុទ្ធតែប្រទេសប្រជាធិបតេយ្យមានដែរវៀតណាមមានថៃអីចឹងមានរុស្ស៊ីមានអីចូលរួមមានប្រទេសកុម្មុយនីសអីខ្លះក៏ប៉ុន្តែប្រទេសសេរីគឺមានប្រទេសអាមេរិកមានប្រទេសអូស្ត្រាលីមានប្រទេសបារាំងកាណាដាអីគឺជាប្រទេសក្រាក់ដែលគេជួយមើលជាការខុសត្រូវដើម្បីឲ្យយើងមានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យកសាងប្រទេសឲ្យត្រឹមត្រូវសហគមន៍អន្តរជាតិក៏ចង់ឲ្យកម្ពុជារួចចេញពីនឹមត្រួតត្រារបស់វៀតណាមដែរព្រោះអីដឹងថាបកកុម្មុយនីសកម្ពុជាគឺគណៈបកដែលគ្រប់គ្រងដោយរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណៈបកប្រជាជនកម្ពុជាគឺមនោគមបកកុម្មុយនីសទេអញ្ចឹងដោយសារតែគេជឿជាក់ថាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដោយប្រជាពលរដ្ឋទាំងអស់គ្រប់និន្នាការនយោបាយមានអ្នកសេរីមានអ្នកកុម្មុយនីសមានអីចឹងប្រកួតប្រជែងគ្នាទៅរៀបចំការបោះឆ្នោតមួយទៅអានេះអ្វីដែលអ៊ុនតាក់ចង់បានគឺអាញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាហៅថាអ៊ុនតាក់នៅឆ្នាំ1993ទម្លាក់លុយ$2000 លានដើម្បីនាំមន្ត្រីអង្គការសហប្រជាជាតិមានទាំងអ្នកដែលថែរក្សាសន្តិភាពកងបរទេសអីហ្នឹងគឺមកជួយមើលរៀបចំការបោះឆ្នោតឆ្នាំ1993ដើម្បីឲ្យគណៈបកនយោបាយទាំងអស់គឺរៀបចំឲ្យមានប្រព័ន្ធដឹកនាំរដ្ឋបែបសេរីមិនក្រោមការគ្រប់គ្រងរបស់គណៈបកកុម្មុយនីសប្រជាជនកម្ពុជាទៀតទេហើយជាលទ្ធផលពេលបោះឆ្នោតហ្នឹងគឺប្រជាពលរដ្ឋបោះឆ្នោតភ្លុកទឹកភ្លុកដីឲ្យគណៈបកហ៊ុនស៊ិនប៉ិចដែលដឹកនាំដោយព្រះអង្គម្ចាស់នរោត្តមរណរដ្ឋកាលហ្នឹងព្រោះអីជាព្រះរាជបុត្ររបស់ព្រះមហាក្សត្រខ្មែរដែលប្រជាពលរដ្ឋនៅមានស្វាមីភក្តិចំពោះប្រកូណាព្រះបាទនរោត្តមសីហនុនៅឡើយបើទោះបីជាមានសង្គ្រាមរ៉ាំរ៉ៃក៏នៅតែនឹកអនុស្សាវរីយ៍ថាប្រកូណាសម័យសង្គមរាស្ត្រនិយមធ្លាប់ដឹកនាំប្រទេសឲ្យសម្បូរសបាយដូច្នេះប្រជាពលរដ្ឋនឹករលឹកសម័យសង្គមរាស្ត្រនិយមព្រោះឆ្លងកាត់របបខ្មែរក្រហម3ឆ្នាំ8ខែ20ថ្ងៃស្លាប់មនុស្សច្រើនណាស់អត់បបរអត់បាយហូបហើយគេយកទៅសម្លាប់មកដល់សម័យរដ្ឋកម្ពុជាក៏ខ្វះខាតសន្ធឹកដែររហូតដល់ឆ្នាំ1991នឹងប្រជាពលរដ្ឋនៅខ្វះខាតណាស់គេចែកអង្គចែកអីរបៀបកុម្មុយនីសដដែលទេអញ្ចឹងប្រជាពលរដ្ឋចាប់ផ្ដើមផ្ញើវាសនាទៅគណៈបកហ៊ុនស៊ិនប៉ិចច្រើនលោកតាសឿនសានក៏បានសម្លេងខ្លះគណៈបកផ្សេងទៀតបានហោហែអញ្ចឹងទៅអ្នកតស៊ូនៅជីដែរអត់តែពួកខ្មែរក្រហមនៅពេលហ្នឹងលោកហ៊ុនសែនឡំប៉ាបដ ாய் ដោយសារអីគឺបើឲ្យគណៈបកហ៊ុនស៊ិនប៉ិចគ្រប់គ្រងប្រទេសចុះគណៈបកកុម្មុយនីសកម្ពុជាពីដើមឡើយមកដែលជាការលើកបន្ទប់របស់មហិច្ឆតាវៀតណាមមកហ្នឹងគឺនឹងបាត់គេខំប្រឹងកសាងតាំងពីឆ្នាំ1951សូម្បីតែសម័យខ្មែរក្រហមក៏គេនៅតែបំបែកក្រុមនឹងដើម្បីឲ្យកសាងចិញ្ចឹមមហិច្ឆតាវៀតណាមគ្រប់គ្រងដែនអធិបតេយ្យកម្ពុជាហើយស្រាប់មកសុកដល់ឆ្នាំ1993ស្រាប់តែបោះឆ្នោតទៅឈ្នះបកូណាសម្ដេចប្របាទណែព្រះអង្គចាស់ក្រមព្រះណានោះវិញអញ្ចឹងលោកហ៊ុនសែនឡំប៉ាភ្លាមដោយសារតែឡំប៉ាដឹងភ្លាមថាស្រុកខ្មែរបើអត់មានការផ្សះផ្សាគឺនឹងភ្លើងសង្គ្រាមឆេះថ្គោលទៀតហើយព្រោះលោកហ៊ុនសែនមានតាហ៊ានមានទ័ពមានអីដែលគាត់កសាងពីមុនមកហ្នឹងមកអាយុមកទៅហើយហ្នឹងក្រោមការជួយជ្រោមជ្រែងរបស់វៀតណាមអញ្ចឹងទៅបកូណាក៏ឲ្យមានរដ្ឋាភិបាល